សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel e-learning នៅថ្ងៃនេះខ្ញុំនឹងបន្តមេរៀនទី3យើងដដែលទាក់ទងទៅនឹងការជ្រើសរើសពុម្ពគំរូពីមេរៀនមុនខ្ញុំបានបញ្ចូលអ្នកទាំងអស់គ្នារួចហើយទាក់ទងទៅនឹងការធ្វើបទបង្ហាញដែលយើងហៅថា presentation ហើយសម្រាប់វីដេអូថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីចំណុច social media ហើយនិងវីដេអូដូច្នេះយើងចូលទៅកម្មវិធី Canva ទាំងអស់គ្នាដើម្បីសិក្សាលម្អិតទៅលើចំណុច social media ហើយនិងវីដេអូនេះជាទម្រង់កម្មវិធី Canva នៅពេលយើងចូលមកដល់យើងឃើញមានទម្រង់ presentation social media វីដេអូហើយទៅក្នុង presentation ខ្ញុំបានបញ្ចូលរួចហើយសម្រាប់អ្នកទាំងអស់គ្នាដែលមិនទាន់បានមើលវីដេអូចាស់អាចត្រឡប់ទៅមើលវីដេអូមេរៀនចាស់ដើម្បីយល់បន្ថែមទៅលើចំណុច presentation ហើយសម្រាប់ថ្ងៃនេះខ្ញុំនឹងបញ្ចូលអ្នកទាំងអស់គ្នាអំពី social media ហើយនិងវីដេអូបញ្ចូលគ្នាដូចនេះយើងធ្វើការ click ចូលនៅក្នុងចំណុច social media នេះយើងមានឃើញទម្រង់ template ជាច្រើនទាក់ទងទៅនឹង Instagram Facebook TikTok ឬក៏ YouTube ជាដើមអញ្ចឹងចំណុចទាំងនេះគឺជា template ទម្រង់ដែលមានស្រាប់យើងអាចធ្វើការ edit ឬក៏យើងធ្វើការប្រើទម្រង់ template ដែលមានស្រាប់ដោយគ្រាន់តែយើង add on បន្ថែមឧទាហរណ៍ថាខ្ញុំប្រើតែលើ Facebook ផងអញ្ចឹងយើង click ចូលនេះជាទម្រង់ template ដែលមានស្រាប់បើសិនជាយើងអត់ប្រើទម្រង់ template ដែលមានស្រាប់ទេយើងអាចបង្កើតដោយខ្លួនឯងបានដោយយើងជ្រើសរើស template ដែលមានស្រាប់នេះហើយយើងអាចយកវីដេអូចេញពី website ផ្សេងឬក៏វីដេអូដែលយើងបានថតជា content ដើម្បីបង្កើតជាវីដេអូរស់រវើករបស់យើងដោយខ្លួនឯងបានឧទាហរណ៍ថាខ្ញុំជ្រើសរើស template មួយទៅទៅនឹងរូបសមុទ្រនេះចុះយើង click មកយើងនឹងឃើញមានទម្រង់ template ដែលមានស្រាប់បែបនេះទម្រង់ template ដែលមានស្រាប់យើងអាច edit អាចកែកង់អាចថែមថយអក្សរដូរពណ៌អាចធ្វើការដូរពណ៌យើងអាចប្រើអាចថែម stroke តិចទៅយើងប្រើ effectបែបនេះនេះជាទម្រង់ template សម្រាប់ Facebook ផងឧទាហរណ៍ថាយើងទៅរក template មួយទៀតឧទាហរណ៍ថាយើងប្រើទម្រង់ template ជាលក្ខណៈ TikTok យើងសាកចូលទៅនឹងចេញជាទម្រង់ប្រឈមវិញវាខុសពីទម្រង់ Facebook ផងព្រោះ Facebook ផងយើងប្រើជាលក្ខណៈផ្ដេកតែនេះជាទម្រង់សម្រាប់ TikTok ឬយើងផុសជាលក្ខណៈ short វីដេអូខ្លីយើងអាចដាក់ចូលទៅក្នុង reel ឬក៏យើងប្រើលក្ខណៈ short វីដេអូវាជាទម្រង់ template ដែលមានស្រាប់ឧទាហរណ៍ថាខ្ញុំរើសសមុទ្រមួយរូបវីដេអូជាលក្ខណៈសមុទ្រនេះជាវីដេអូដែលមានស្រាប់ឬក៏យើងអាចបង្កើតជាវីដេអូ reel ឬក៏ផុសនៅក្នុង TikTok បានហើយសម្រាប់ចំណុចបូកទៅនេះមានន័យថាយើងអាចអាប់ឡូតវីដេអូដែលយើងមានស្រាប់ដែលយើងបានថតយកមកធ្វើជាវីដេអូផងយើងក៏បានដែរឧទាហរណ៍ថាខ្ញុំមានវីដេអូមួយយើងអាប់ឡូតយើងចុចលើ upload file ខ្ញុំបាន download វីដេអូមួយខ្ញុំចុច open យើងបានកំពុង uploadសូមរងចាំរួចហើយយើងបាន upload រួចហើយនៅពេលយើងបាន upload រួចហើយយើងអាចទាញវីដេអូនេះដោយយើង click ឲ្យជាប់យើងអាចទាញចូលបានឬយើង click ក៏អាចទាញចូលបានដែរ
giống như thay dương ai pra tầm rộng template để mình xác đòi bình thèm video để dương miết rồi của dương pra tầm rộng phần so video hay dương pra video phần dương bị chỗ của bạn mình lại đẹp lắm đấy như thay bây giờ từ video thì mỗi tháng mình cho video thì bị hai chấm pu xó dương anh lên animate bình tĩnh đấy của thằng xó bị upload dương anh pra animate cho animate với animate bình tĩnh đấy dương play sang thứ mấy mình dương animate hai xong tự trong tiếp dương animate rồi hả tại vì đường bếp thử animate bẹp nữa dương ai bật thay mà so 3 tiếp của thằng tròn thay mà so nó chụp mạch dương chợt lượt tích không thích dương edit dương ai dương ai sẽ xé của nó dương ai là kiếm dương ai là dương ai bố mà dương đã so 5 đường thùng một tích dương ai là đồ bố dương pra po số 1 dương pra po so chụp ba chiều hay tổng tích dương ai lên animation từ lừa so pra mạch distance nhấn play một tiếng đấy chúng mình tha chương ai bằng cả video lấy rồi có video bánh tam cả kịch phần chứng tam cả creative phần chứng chứng dương tự lập một vĩnh tất toàn tình năng chung nói tí phí dương giờ dùng pi video hay là social media đi ba bài cái này bây giờ cho mà lại video bây giờ khơi mình từ một template bài này dương cho mà social media có khơi từ một template bài này đôi khi chứng chừng ai chứ này giờ chứ này pra tụi rụng muốn á tam cân thân rồi bỏ bùi dương pra từ lời cân thân là cái nào relate giờ ai pra tụi rụng relate bùi dương pra chỉ là cân thân ở bài song brand adventure giờ ai pra từ tam tụi rụng chúng nó chợt bỏ bùi dương nhóm năng bằng hàng từ lời website mới để cho chợt pra tụi rụng chúng tôi mình tụi rụng chi video để dùng cho một cáiក្នុង website luôn website nó gồm chúng ta pixabay không pixabay nó dương ô tô thành trong bàn chỉ video từ mình footage chỉ trắng chui dương không cái for video để mở tới attractive chớn mình đang sát mình đang bị cả hạt pra bận nọ an ô tô dân trong tự tồn tận đồng dân thơ gần thân muối video gần thân muối tự tồn tận đồng cả sọp hình tránh dân sợi chứ tự tồn tận sọp hình chó chân khơi mình video tự tồn tận cả sọp hình giải thơ video tự tồn tận đồng cả bộ mẫu sân
បើដូច្នេះយើងអាចចូលទៅក្នុង website Pinterest ក៏យើងអាចធ្វើបានដែរយើង search ឧទាហរណ៍ថា shopping តែយើងយកជាវីដេអូវាដាក់ថាវីដេអូយើងមានទំនួលវីដេអូយើងអាចធ្វើជាលក្ខណៈវីដេអូផងយើងអាចយក footage ចេញពី website ផ្សេងឬក៏ Pinterest ឬក៏ Pixabay យើងអាចប្រើបានដើម្បីបង្កើតវីដេអូមួយជារបស់ខ្លួនយើងដូចនេះតើតើទៅនឹង social media ឬក៏វីដេអូចំណុចពីរនេះខ្ញុំសូមធ្វើការបញ្ចប់ត្រឹមនេះហើយសង្ឃឹមថាអ្នកនរគ្នាយល់របៀបធ្វើវីដេអូ short ឬក៏វីដេអូ long តាមចិត្តរបស់អ្នកនរគ្នាហើយនៅមេរៀនបន្ទាប់ខ្ញុំនឹងបញ្ជូនអ្នកនរគ្នាពី document ឬក៏ sheet ជាមួយគ្នាតែម្ដងខ្ញុំសូមបញ្ចប់មេរៀននេះត្រឹមចំណុចនេះហើយនៅចំណុចបន្ទាប់ខ្ញុំនឹងបង្ហាញបន្តទៀតទៅនឹង document ហើយនឹង sheet សូមអរគុណជួបគ្នានៅវីដេអូក្រោយ